ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel for Nissan ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពីទំនិញនិងសេវាកម្មយកមកបង្ហាញជូនអ្នកទាំងអស់គ្នាដើម្បីជាជំនួយក្នុងការសិក្សាស្វែងយល់បន្ថែមនិងបែងចែកឲ្យដាច់រវាងទំនិញនិងសេវាកម្មតោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើទំនិញជាអ្វីនិងតើសេវាកម្មជាអ្វីនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបញ្យល់បន្ថែមព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់ចាប់បានពីទំនិញនិងសេវាកម្មដែលគេប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃសូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Operation Management របស់លោក William J. Stevenson បោះពុម្ពលើកទី14ក្នុងឆ្នាំ2020នៅក្នុងជំពូកទី1ទំព័រទី4បានប្រាប់យើងអំពីទំនិញនិងសេវាកម្មតើទំនិញជាអ្វីទំនិញជាវត្ថុរូបិយទាំងឡាយណាដែលបានផលិតដោយអង្គភាពអាជីវកម្មមួយមានន័យថាជាវត្ថុទាំងឡាយណាដែលយើងអាចមើលឃើញនឹងភ្នែកប៉ះពាល់បានឬក៏កាន់បានដូចជាវត្ថុធាតុដើមគ្រឿងបន្លាស់គ្រឿងបន្គុំឬផលិតផលសម្រាប់ដូចជាទូរស័ព្ទដៃឬរថយន្តជាដើមនៅក្នុងប្រទេសកម្ពុជាយើងមានរោងចក្រជាច្រើនដែលផលិតទំនិញដូចជាសម្លៀកបំពាក់ស្បែកជើងកាបូបនិងផលិតផលប្រើប្រាស់ជាច្រើនផ្សេងទៀតដើម្បីចែកចាយក្នុងស្រុកឬនាំចេញទៅក្រៅប្រទេសចំណុចបន្ទាប់នេះយើងនឹងពិភាក្សាគ្នាអំពីសេវាកម្មតើសេវាកម្មជាអ្វីសេវាកម្មគឺជាសកម្មភាពដែលផ្ដល់នូវការរួមបញ្ចូលគ្នាមួយចំនួនដូចជាពេលវេលាទីតាំងទម្រង់និងតម្លៃចិត្តសាស្ត្រមានន័យថាជាសកម្មភាពដែលបុគ្គលក្រុមហ៊ុនឬក៏អង្គភាពអាជីវកម្មបំពេញសម្រាប់អតិថិជនដែលអញ្ជើញមកទទួលសេវាកម្មណាមួយនោះឧទាហរណ៍យើងមានភោជនីយដ្ឋានមានសន្តាគារមានក្រុមហ៊ុនទូរគមនាគមន៍ក្រុមហ៊ុនដឹកជញ្ជូនមន្ទីរពេទ្យនិងសាលារៀនទាំងអស់នេះសុទ្ធតែជាស្ថាប័នដែលផ្ដល់សេវាកម្មនៅប្រទេសកម្ពុជាយើងមានក្រុមហ៊ុនដែលផ្ដល់សេវាកម្មដូចជាក្រុមហ៊ុនផ្នែកដឹកជញ្ជូនមានដូចជាក្រុមហ៊ុនវីរៈបន្ថែមក្រុមហ៊ុន Capital ក្រុមហ៊ុន Camberling ជាដើមដោយឡែកសម្រាប់ក្រុមហ៊ុនផ្នែកសេវាកម្មហិរញ្ញវត្ថុវិញមានដូចជាធនាគារ ACLIDA ឬក៏ធនាគារ ABA ម្យ៉ាងវិញទៀតសម្រាប់ផ្នែកបដិសណ្ឋារកិច្ចវិញយើងមានសន្តាគារសុខាភោជនីយដ្ឋានមាតុភូមិនិងក្រុមហ៊ុន Food Panda ជាដើមទាំងអស់នេះសុទ្ធតែជាឧទាហរណ៍បន្ថែមអំពីការផ្ដល់សេវាកម្មសរុបជារួមមកទំនិញជាវត្ថុរូបិយដែលយើងអាចមើលឃើញប៉ះពាល់និងកាន់បានផលិតដោយអង្គភាពអាជីវកម្មមួយដូចជាទូរស័ព្ទដៃរថយន្តនិងសម្លៀកបំពាក់ជាដើមចំណែកឯសេវាកម្មវិញជាសកម្មភាពដែលរួមបញ្ចូលទាំងពេលវេលាទីតាំងទម្រង់និងតម្លៃចិត្តសាស្ត្រដែលបំពេញដោយបុគ្គលឬអង្គភាពអាជីវកម្មដល់អតិថិជនឬអ្នកមានតម្រូវការដូចជាសេវាដឹកជញ្ជូនសេវាបដិសណ្ឋារកិច្ចការស្នាក់នៅនិងការរៀបចំម្ហូបអាហារជាដើមខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមព្រមទាំងអាចបែងចែកឲ្យដាច់រវាងទំនិញនិងសេវាកម្មសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត